នេះគឺជាពស់ដ៏ចម្លែកបំផុតនៅលើផែនដីយើងដែលវាចំណាយពេលពេញមួយជីវិតរបស់វារស់នៅក្នុងទឹកជាជាងរស់នៅលើដីគោកហើយខ្ញុំប្រកាសថាពស់មួយប្រភេទនេះមនុស្សភាគច្រើនមិនសូវបានស្គាល់ទេដោយសារតែវាមានវត្តមានរស់នៅតាមតំបន់មួយចំនួនប៉ុណ្ណោះនៅលើផែនដីរបស់យើងនេះគឺជាពស់ឈើនៅតំបន់មួយចំនួនគេហៅថាពស់សាម៉ាឡាំងដែលក្នុងភាសាអង់គ្លេសគេហៅថា Tentacle Snake វត្តមានរបស់វាគេប្រទះឃើញតែនៅប្រទេសថៃកម្ពុជាហើយនិងវៀតណាមប៉ុណ្ណោះជាទូទៅខ្លួនរបស់វាមានប្រវែងពី20ទៅ30សង់ទីម៉ែត្រទំហំខ្លួនប្រហែលជាប៉ុនម្រាមដៃរបស់យើងទម្ងន់ប្រហែលជាស្មើនឹងពងមាន់មួយគ្រាប់វាមានសម្បុរពណ៌ត្នោតពណ៌ដីនិងពណ៌លឿងចាស់លក្ខណៈពិសេសរបស់ពស់មួយប្រភេទនេះគឺនៅលើច្រមុះរបស់វាមានពុកមាត់ពីរសរសៃពុកមាត់ពីរសរសៃនេះគឺដើរតួសំខាន់សម្រាប់ស្វែងរកចំណីនិងផ្ដល់ព័ត៌មានផ្សេងៗនៅជុំវិញខ្លួនវាមានប្រយោជន៍ជាងភ្នែកវាទៅទៀតពុកមាត់ទាំងពីរសរសៃរបស់វាគឺជាប្រព័ន្ធមេកានិកដើម្បីឲ្យវាបើកការវាយប្រហារចំគោលដៅហើយនឹងជាក់លាក់ពស់ឈើគឺជាពស់ខ្នាតតូចដែលវាមានពឹសកម្រិតស្រាលសម្រាប់តែប្រមាញ់ចំណីវាតែប៉ុណ្ណោះវាមិនបង្កហានិភ័យដល់មនុស្សយើងទេបើសិនជាវាខាំអាចត្រឹមឈឺចាប់រយៈពេលខ្លីវាចូលចិត្តបន្លំខ្លួននៅតាមដីភក់មែកឈើឬក៏ទឹកល្អក់ហើយតំបន់ដែលវាចូលចិត្តរស់នៅដូចជាបឹងស្រះព្រែកប្រឡាយនិងវាលស្រែថ្លុកត្រពាំងជាដើមវាចូលចិត្តបន្លំខ្លួនតាមខ្សែទឹកហូរវាចូលចិត្តបន្លំខ្លួនតាមទឹកល្អក់ចូលចិត្តបន្លំខ្លួនធ្វើជាមែកឈើឬឈើដើម្បីរងចាំចាប់ចំណីរបស់ពស់មួយប្រភេទនេះគឺកូនត្រីតូចវាអត់ស៊ីចំណីផ្សេងក្រៅពីនឹងទេវាចូលចិត្តបន្លំខ្លួនលាក់ខ្លួនសង្ងំនៅក្នុងទឹកជាច្រើនម៉ោងដើម្បីរងចាប់ចំណីលក្ខណៈវានៅស្ងៀមស្ងៀមដូចជាគល់ឈើឬឈើដោយសារតែកាយវិការវាចម្លែកចរិតវាប្លែកពេលខ្លះគេក៏ចាប់វាយកទៅដាក់ក្នុងទូកញ្ចក់ដើម្បីតាំងលម្អផងដែរបើសិនជាគេយកវាយកដាក់ក្នុងទូកញ្ចក់គឺមានសំណាងជាងគេយកវាទៅអាំងតែសាររសជាតិវាមិនចាញ់ពីពស់ផលិតប្រមាណទេទោះបីជាគេធ្លាប់ជួបប្រទះវាក៏ដោយប៉ុន្តែភាគច្រើនគេនឹងដោះលែងវាឬមួយក៏បញ្ជូនវាទៅភពថ្មីដោយសារតែគេមិនសូវជាស្គាល់វាច្បាស់ហើយវាក៏មិនសូវជាមានប្រយោជន៍សរុបមកពស់ឈើមួយប្រភេទនេះមិនមានហានិភ័យដល់មនុស្សយើងហើយក៏មិនមានប្រយោជន៍ដល់មនុស្សយើងហើយវាក៏មិនមានចំនួនច្រើនផងដែរប៉ុន្តែវាគឺជាពស់ដ៏ចម្លែកដែលយើងគួរតែសិក្សាស្វែងយល់ពីវាសិក្សាស្វែងយល់ពីធម្មជាតិក៏ព្រោះតែធម្មជាតិបានបង្កើតឡើងនៅសត្វភាវៈរស់និងអ្វីប្លែកដែលយើងសិក្សាស្វែងយល់រាប់មិនអស់ចំណែកខ្ញុំយល់ឃើញថាពស់មួយប្រភេទនេះគឺជាពស់ចម្លែកធម្មជាតិបង្កើតវាមានពុកមាត់ខុសពីពស់ដទៃហើយពុកមាត់នេះមានអត្ថប្រយោជន៍ជាងពុកមាត់របស់មនុស្សយើងចំពោះបងប្អូនយល់ឃើញបែបណាសូមសម្ដែងមតិម្នាក់មួយនៅខមមិនខាងក្រោមអរគុណដែលបានតាមដានទស្សនាវីដេអូនេះរហូតដល់ចប់សូមកុំភ្លេចជួយចុច like និង Subscribe វីដេអូខ្ញុំម្នាក់មួយអរគុណសូម like Subscribe មួយមកបង